សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកស្គាល់អំពីផ្លូវនៅតាមជនបទនិងតំបន់ស្រែចម្ការនៅប្រទេសកូរ៉េត្បូងដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍវិស័យកសិកម្មនៅតាមតំបន់ជនបទភាគច្រើនផ្លូវបេតុងបានសាងសង់ជាផ្លូវច្រើនផ្លូវបែបនេះមានភាពរឹងមាំអាចទ្រទ្រង់ទម្ងន់រថយន្តដឹកកសិផលនិងគ្រឿងចក្រកសិកម្មបានយ៉ាងល្អទោះបីជាត្រូវប្រើប្រាស់ជារៀងរាល់ថ្ងៃក៏ដោយក៏ផ្លូវនៅតែមានគុណភាពនិងងាយស្រួលក្នុងការធ្វើដំណើរមូលហេតុដែលគេប្រើផ្លូវបេតុងគឺដោយសារវាមានអាយុកាលយូរធន់នឹងការប្រែប្រួលអាកាសធាតុនិងអាចទប់ទល់នឹងរដូវរងាដែលមានព្រិលនិងសីតុណ្ហភាពទាបការតែទើមផ្លូវបេតុងក៏មិនញឹកញាប់ដូចជាផ្លូវប្រភេទផ្សេងទេដែលជួយកាត់បន្ថយការចំណាយក្នុងរយៈពេលវែងនៅសងខាងផ្លូវបងប្អូនអាចឃើញស្រែស្រូវចម្ការបន្លែចម្ការផ្លែឈើនិងផ្ទះរបស់កសិករផ្លូវត្រូវបានរៀបចំឲ្យមានទំហំសមរម្យសម្រាប់រថយន្តក៏ដូចជាម៉ាស៊ីនកសិកម្មធ្វើដំណើរចេញចូលបានយ៉ាងងាយស្រួលក្នុងរដូវដាំដុះនិងរដូវប្រមូលផលអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺផ្លូវទាំងនេះមានប្រព័ន្ធបង្ហូរទឹកនៅសងខាងផ្លូវដើម្បីការពារកុំឲ្យទឹកជន់លិចឬទឹកជ្រាបបំផ្លាញផ្លូវការរៀបចំបែបនេះធ្វើឲ្យផ្លូវអាចប្រើប្រាស់បានពេញមួយឆ្នាំទោះជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយនៅចំណុចខ្លះមានផ្លូវបេតុងតូចចូលទៅដល់ស្រែដូចផ្ទាល់ផ្លូវទាំងនេះជួយឲ្យកសិករអាចដឹកជញ្ជូនជីពូជស្រូវឬកសិផលដោយងាយស្រួលនិងឆាប់រហ័សវាក៏អាចជួយសន្សំពេលវេលាកម្លាំងពលកម្មនិងថ្លៃដើមផលិតផលផងដែរក្រៅពីនេះផ្លូវជនបទនៅប្រទេសកូរ៉េខាងត្បូងភាគច្រើនស្អាតនិងមានសណ្ដាប់ធ្នាប់គេមិនសូវឃើញមានសារ៉ាំនៅតាមដងផ្លូវទេព្រោះប្រជាពលរដ្ឋនៅទីនេះយល់ដឹងពីបរិស្ថានបានយ៉ាងល្អនៅពេលបើកបរតាមដងផ្លូវជនបទបងប្អូននឹងមានអារម្មណ៍ស្ងប់ស្ងាត់ដោយសារមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធនិងស្រែចម្ការពើបៃតងលាតសន្ធឹងហើយនៅជុំវិញសម្បូរទៅដោយភ្នំប្រទេសកូរ៉េខាងត្បូងមានភ្នំច្រើនដល់រហូតដល់ 70% ហើយប្រទេសកូរ៉េមិនសូវមានជាដំណាំដាំមិនសូវមានដីសម្រាប់ធ្វើដំណាំទេបងប្អូនគឺភាគច្រើនគឺឃើញតែភ្នំទេសភាពទាំងនេះធ្វើឲ្យអ្នកដំណើរមានអារម្មណ៍ស្រស់ស្រាយនិងបំបត្តិភាពនឿយហត់ជារួមផ្លូវបេតុងនៅជនបទប្រទេសកូរ៉េមិនត្រឹមតែជាផ្លូវសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេប៉ុន្តែជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ជួយលើកកម្ពស់វិស័យកសិកម្មការដឹកជញ្ជូននិងគុណភាពជីវិតរបស់ប្រជាពលរដ្ឋវាបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋក្នុងការអភិវឌ្ឍជនបទឲ្យមានភាពងាយស្រួលសុវត្ថិភាពនិងប្រកបដោយនិរន្តរភាពសូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូនេះបើសិនបងប្អូនចូលចិត្តកុំភ្លេចចុច like comment share subscribe និង follow ដើម្បីគាំទ្រ page និង channel របស់ខ្ញុំជួបគ្នាវីដេអូបន្ទាប់សូមអរគុណ